ដល់ពេលញ៉ាំអាហារហើយសាកល្បងវាមើលរសជាតិនៃម្ហូបនេះគឺល្អណាស់ស័ក្តិសមសម្រាប់នារីវ័យក្មេងទាំងពីរនាក់មិនអីទេលោកស៊ូអ្នកបានធ្វើការយ៉ាងលំបាកហើយញ៉ាំឲ្យបានច្រើនចង្អុលទៅគាត់ហើយកុំញ៉ាំអាហារត្រជាក់ទេខ្ញុំមានអារម្មណ៍ថាវាខ្ជះខ្ជាយពេលវេលាក្នុងការដាក់វានៅក្នុងចានរបស់គាត់ស្ថានភាពអាហារមិនល្អទេដូច្នេះសូមងាកមកមើលខ្ញុំហេតុអ្វីបានជាអ្នកញ៉ាំត្រាដែលខូចនឹងការបំផ្លាញខ្លួនឯងនៃថង់ក្រណាត់ប្រូកាតអូតភីមានល្បិចកបន្តិចទាំងអស់នេះធ្វើឲ្យខ្ញុំមើលទៅដូចជាខ្ញុំនៅតែស៊ូវ៉ាន់ស៊ីវនិងមនុស្ស3នាក់របស់លោកស៊ូមកពីយូស៊ីងបានៅតែចេញយឺតនៅឡើយបើអ្នកមិនគេងទេអ្នកនឹងនៅជាមួយខ្ញុំនៅម៉ោង 10 ព្រឹកថ្ងៃស្អែកទៅកន្លែងណាមួយគ្រាន់តែយើងពីរនាក់កុំដេកងាកមកផ្សារទំនើបឥឡូវនេះគឺជារបស់រស់នៅសម្រាប់ស៊ូគោលដៅស៊ូនៅតែហ៊ានដើរលេងផ្លូវមិនមែនគ្មានអង្គរៈរបស់អ្នកទេតើអ្នកកំពុងការពារខ្ញុំមែនទេតើអ្នកកំពុងធ្វើអ្វីតើអ្នកមិនខ្លាចទេតើអ្នកណានៅជុំវិញខ្ញុំកំពុងបង្រៀនអ្នកខ្ញុំនឹងសម្រាកមួយរយៈលោកស៊ូអ្នកចង់ចាយលុយទេខ្ញុំនឹងឲ្យអ្នកខ្លះយ៉ាងណាមិញគាត់គឺជាអង្គរៈផ្ទាល់ខ្លួនរបស់ខ្ញុំអ្នកត្រូវតែស្លៀកពាក់ឲ្យបានស្អាតមែនទេចាត់ទុកវាជាការការពាររបស់អ្នកកាលពីម្សិលមិញសូមរង្វាន់របស់ខ្ញុំតើទាំងនេះជាជំនួបរបស់ស៊ូវ៉ាន់ឈីទាំងអស់មែនទេនៅពេលនិយាយអំពីស្នេហាអ្នកត្រូវការម្ដាយដ៏ក្លាហានម៉ាក់ថាជីវិតខ្លីពេកមិនអាចរស់បានយូរទេចិត្តណាគឺដើម្បីបន្សល់ទុកនៅការសោកស្ដាយនៅពេលអ្នកជួបគ្នាទេសភាពដ៏ស្រស់ស្អាតគួរតែត្រូវបានកោតសរសើរជានិច្ចពេលជួបស្នេហាអ្នកត្រូវតែក្លាហានវាទាមទារភាពក្លាហានត្រូវតែយឺតជាងនេះទៅទៀតនោះជាការត្រឹមត្រូវប៉ុណ្ណឹងហើយខ្ញុំមិនដែលសាកល្បងសម្លៀកបំពាក់ក្នុងជីវិតរបស់ខ្ញុំទេគ្មានបុរសណាម្នាក់ដែលខ្ញុំបានសាកល្បងនៅថ្ងៃនេះទេខ្ញុំសង្ហាហើយមានរាងកាយដ៏អស្ចារ្យស្ទីលទាំងនេះសុទ្ធតែសមរម្យគាត់មិនបានកិននីអ្វីដែលគាត់ទើបតែសាកល្បងនោះទេខ្ចប់សម្លៀកបំពាក់ទាំងអស់មិនអីទេខ្ញុំនឹងសង្ខេបវាសម្រាប់អ្នកឥឡូវនេះលោកស៊ូខ្ញុំដឹងថាលោកមានលុយប៉ុន្តែលោកកុំភ័យស្លន់ស្លោបែបនេះស្លៀកមួយឈុតក្នុងមួយថ្ងៃខ្ញុំមិនអាចពាក់វាទាំងអស់បានទេខ្ញុំចង់ប្រញាប់ទៅផ្ទះណាស់ខ្ញុំឃ្លានណាស់សួស្តីបងអូនស្រីអ្នកទាំងពីរកំពុងធ្វើរឿងនេះពីក្រោយខ្នងខ្ញុំមានរឿងអ្វីកើតឡើងខ្ញុំបើកភ្នែកឡើងហើយបើវាបាត់ហើយខ្ញុំនឹងសុំឲ្យគាត់ជួយខ្ញុំរើវាយើងមានអាហារខ្លះហើយតើអ្នកឃ្លានទេត្រឡប់ទៅខាងក្រៅវិញហើយថើបរក្សាដៃរបស់អ្នកឲ្យនៅនឹងកន្លែងនៅក្នុងឡានការទិញជីវិតក្នុងតម្លៃ$2-3គឺគួរឲ្យចាប់អារម្មណ៍ណាស់តើខ្ញុំគួរហៅនរណាម្នាក់ឲ្យមកទេមិនមានពេលគ្រប់គ្រាន់ទេដូច្នេះខ្ញុំបានដោះមួកសូត្ររបស់ខ្ញុំចេញខ្ញុំមិនលេងសាច់ទេខ្ញុំក៏ដោះវាចេញយ៉ាងលឿនតើអ្នកនឹងធ្វើអ្វី